ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកប្រាប់អំពីរបៀបបង្កើត Google account ឬក៏ email នៅលើកុំព្យូទ័របងប្អូនទាំងអស់គ្នាអញ្ចឹងជំហានដំបូងបងប្អូនចូលមកកាន់ Google Chrome មកតទៅទៀតអ្នកគ្នា search ពាក្យថា Gmail តទៅដល់ចំណុចនេះចុច Gmail Google មករួចអ្នកគ្នាបើសិនអ្នកគ្នាមាន account ស្រាប់អ្នកគ្នា sign in មកតែបើអត់ទាន់មានទេអ្នកគ្នាអាច create account មកអញ្ចឹងវាមានពីរជម្រើសអ្នកគ្នាមាន business for business និង personal សម្រាប់ផ្ទាល់ខ្លួនខ្ញុំបង្កើតផ្ទាល់ខ្លួនមកតមកកន្លែងនេះវាឲ្យយើងដាក់first name នេះគឺឈ្មោះអញ្ចឹងយើងដាក់ឈ្មោះដំបូងខ្ញុំមកដាក់ណាងអូខ្ញុំដាក់ណាង YT ចុះណាង YT មកតមកចុច next កន្លែងនេះគឺយើងធ្វើការជ្រើសរើសថ្ងៃខែខែកំណត់របស់យើងដាក់ឲ្យត្រូវមកទៅកន្លែងខាងក្រោម gender ហ្នឹងគឺយើងធ្វើការជ្រើសរើសភេទដាក់ mail មកភេទប្រុសតមកចុច next តមកទៀតកន្លែងនេះគឺអ្នកគ្នាអាចជ្រើសរើស email ដែលគេដាក់ឲ្យនេះក៏បានឬក៏អ្នកគ្នាអាចបង្កើតខ្លួនឯងក៏បានដែរអ្នកគ្នាអាចដាក់ខ្លួនឯងមកថាដាក់ណាងYT KH168 ចុះមកមិនដាក់ add email ទេអញ្ចឹងចុច next តទៀតមកកន្លែងនេះអ្នកគ្នាអាច create password មកអញ្ចឹងវាឲ្យអ្នកគ្នាបង្កើត password អញ្ចឹងអ្នកគ្នាបង្កើត password ហើយ password ហ្នឹងអ្នកគ្នាត្រូវចាំខ្លួនឯងអញ្ចឹងកន្លែង password ហ្នឹងយើងវាយចូលមកបន្ទាប់មកកន្លែង confirm ខាងក្រោមនេះអ្នកគ្នាអាចដាក់ដូចខាងលើធ្វើម៉េចខាងក្រោមនិងខាងលើឲ្យត្រូវគ្នាមកខ្ញុំដាក់ដូចខាងលើហើយឬក៏យើងអាចសូបានសូ password ហ្នឹងតែខ្ញុំអត់សូទេចុចនេះជាមួយចុងបន្តមកទៀតដល់កន្លែងនេះអ្នកអរគ្នាធ្វើការ confirm ជាមួយនឹងលេខទូរស័ព្ទបងប្អូនទាំងគ្នាដើម្បីបញ្ជាក់ថាបងប្អូនទាំងគ្នាមិនមែនជា bot អញ្ចឹងបងប្អូនដាក់លេខទូរស័ព្ទមកទៅមកទៀតកន្លែងនេះវាឲ្យយើង confirm code ដែលគេផ្ញើមកលេខទូរស័ព្ទបងប្អូនដែលបានដាក់មិញមាន6ខ្ទង់អញ្ចឹងបងប្អូនចូលទៅកាន់កន្លែង Google សារ Google ដែលផ្ញើមកនោះបងប្អូនចូលទៅមើលទៅយកមកដាក់មកទៅមកទៀតដល់ចំណុចនេះគឺគេឲ្យយើង add recovery email មានន័យថាបើសិនជាបងប្អូនមាន email ហើយបងប្អូនដាក់ចូលទៅពេលបងប្អូន sign in ឬក៏ sign up ទៅក្រោយវានឹងទាមទារ email ហ្នឹងឬក៏បងប្អូនដូរ password ហ្នឹងវានឹងផ្ញើលេខកូដ reset password ឲ្យ email ដែលបងប្អូនដាក់ recovery ហ្នឹងទៅមកទៀតបងប្អូនធ្វើការចេញមកដល់កន្លែងនេះយើងស្គាល់មកក្រោមមកយើងចូលកន្លែង I agree មកទៅមកទៀតបងប្អូននឹងបង្កើត email បានមួយដែលវាមានទម្រង់បែបនេះចូលទៅកាន់ Gmail ហ្នឹងតែវាមិនទាន់ពេញលេញនៅឡើយទេចឹងបងប្អូនចូលទៅកែសម្រួលបន្ថែមទៀតចូលទៅកន្លែង manage your Google account រកចាំតិចទៅអញ្ចឹងនៅក្នុងនេះបងប្អូនអាចកែសម្រួលទម្រង់មួយចំនួនបានដូចជា profile អញ្ចឹង profile បងប្អូនចង់បដូរវាបងប្អូនចុច select ទៅវាមករួច add profile picture មកអញ្ចឹងវាមានពីរជម្រើសមាន profile ដែលមានស្រាប់នៅក្នុង Google និង profile ដែលបងប្អូន upload ចេញពីកុំព្យូទ័របងប្អូនទាំងអស់គ្នាចង់កន្លែង upload បងប្អូនចូល from កុំព្យូទ័រហើយ upload from កុំព្យូទ័រមកចូលកន្លែង file select ទៅតែខ្ញុំចូលចិត្តប្រើរូបនៅលើនេះខ្ញុំដាក់រូប Google ដែលមានស្រាប់ដូចជា save វាមករងចាំតិចទៅអញ្ចឹងវានឹងធ្វើការ save profile យើងនៅនឹងយើងអាច change អាច remove បានហើយយើង close ចោលមកចឹងយើងអាចដាក់ profile រួចរាល់ហើយបន្ទាប់មកយើងចូលកន្លែង personal info នេះ personal info email ដែលយើងដាក់មិញហ្នឹងមានឈ្មោះថាណាង KHYT 168ណាណាង YT KH 168បន្ទាប់មកលេខទូរស័ព្ទបងប្អូនអាចដាក់លេខទូរស័ព្ទ recovery ក៏បានដែរព្រោះពេលក្រោយបងប្អូនត្រូវការដូរ password ឬក៏មិនចាំ password អីអាច recovery បានហើយកន្លែង address ហ្នឹងបងប្អូនអាចដាក់ចូលមកហើយមួយទៀតសម្រាប់ account បងប្អូនដែលចូលចិត្តប្រើភាសាខ្មែរបងប្អូនអាចចុចកន្លែង language នេះចូល info ហើយចូល language ខាងក្រោមគេហ្នឹងបន្ទាប់មកបងប្អូនចុច edit វា YKH មកជាភាសាខ្មែរបន្ទាប់មកចុច save អញ្ចឹងទម្រង់នៃគណនី
Google account បងប្អូននឹងចេញទម្រង់ភាសាខ្មែរទាំងអស់តែខ្ញុំចង់ប្រើភាសាអង់គ្លេសអញ្ចឹងខ្ញុំចង់ប្ដូរទៅភាសាអង់គ្លេសបងប្អូនជួយសញ្ញាពុញឡើងលើមកឲ្យភាសាអង់គ្លេសឡើងលើហើយវានឹងបដូរចេញជាភាសាអង់គ្លេសទាំងអស់ហើយអញ្ចឹងមានតែប៉ុណ្ណឹងកន្លែង info personal info បន្ទាប់មកនេះឲ្យចូលកន្លែង data privacy នេះកន្លែងនេះវាដូចចិត្តមានអីទេដោយសារតែយើងអត់ទាន់បាន sign up ឬក៏ register ជាមួយនឹង account ណាមួយទេតមកទៀតបងប្អូនចូលមកកាន់ security អញ្ចឹងកន្លែងនេះគឺសំខាន់ security មានន័យថាវាសុវត្ថិភាពគណនីបងប្អូនអញ្ចឹងបើសិនបងប្អូនចង់ឲ្យគណនីបងប្អូនសុវត្ថិភាពបងប្អូនអាចដាក់ 2FA ឬក៏ដាក់លេខទូរស័ព្ទមកដើម្បីការពារគណនីពីជនមិនស្គាល់មុខព្យាយាមហាក់យកខលមកបងប្អូនទាំងអស់គ្នាបងប្អូនអាចដាក់វាមានច្រើនជម្រើសបងប្អូនមើលតាមហ្នឹងទៅ headphone number ឬក៏ដាក់ key អញ្ចឹងទៅតែមកខ្ញុំចុចថយមកវិញមកបងប្អូននឹងឃើញកន្លែង recovery phone និង recovery email អញ្ចឹងបងប្អូនដាក់មកដាក់លេខទូរស័ព្ទបងប្អូនចូលឬក៏ email បងប្អូនចូលមកបើមានដើម្បីការពារសុវត្ថិភាពគណនីបងប្អូនទាំងអស់គ្នានឹងងាយស្រួលពេលបងប្អូនភ្លេច password ឬក៏ធ្វើការ reset password អីហ្នឹងវាងាយស្រួលពេលកន្លែង sharing នេះគឺ post sharing គឺដូចជាមានអីសំខាន់ទេបាទសម្រាប់វីដេអូបង្កើត email គឺមានតែប៉ុណ្ណឹងហើយខ្ញុំសូមខន្តីនៅពេលទៅរាល់កំហុសខុសឆ្គងក៏ដូចជាពាក្យពេចន៍សម្ដីដែលមិនសមរម្យបាទសូមចុច subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបាទសូមអរគុណ